សម្អាតអីសម្អាតសក់នាងនឹងណារាហាននេះខំតែភ័យឃើញស្នាមសន្លាក់នៅកញ្ចឹងករបស់នាងគេក៏សួរនេះគឺមកពីនាងកាលពីក្មេងរាយ៉ានរុញនាងពីលើជណ្ដាលរាយ៉ានប្រាប់ម៉ាក់ប៉ាថាគេរុញនាងព្រោះតែនាងមករករឿងគេមុនពួកគាត់បែរជាស្ដីឲ្យនាងដែលជានារីអភិជនមកធ្លាក់ពីលើជណ្ដាលពួកគាត់ក៏ឃុំនាងទុកនៅក្នុងបន្ទប់ដោយនាងចាំច្បាស់ណាស់ថានាងបានសម្លឹងមើលទៅទ្វារនោះយ៉ាងយូរតួស្រីក៏សួររាហានថាពណ៌សក់របស់នាងរំខានគេទេដោយសារតែមានមនុស្សនិយាយថាពណ៌សក់នាងធ្វើឲ្យគេឈឺភ្នែកតួប្រុសឲ្យមើលតែម្ដងសួរនាងថាអ្នកណាហ៊ាននិយាយពាក្យបែបនេះគេនឹងទៅកាត់អណ្ដាតអ្នកនោះចោលតួស្រីឲ្យគេឆ្លើយនឹងនាងមកតួប្រុសប្រាប់ថាសក់របស់នាងស្អាតតែសក់ទេមែនកន្លែងផ្សេងស្អាតអត់អឺស្អាតទាំងអស់តួស្រីក៏ទៅចាប់ដៃរបស់គេមកហើយឲ្យគេថើបនាងនៅកន្លែងណាដែលគេគិតថាស្អាតមកតួប្រុសក៏និយាយថាគ្មានកន្លែងណាមួយរបស់នាងដែលមិនស្អាតនោះឡើយនិយាយហើយគេក៏លើកសក់របស់នាងមកថើបនឹងដៃរបស់នាងផងដែរហើយគេក៏បន្តសួរអញ្ចឹងតែគេគួរតែថើបនាងគ្រប់កន្លែងដែរទេឡើងចឹងហ្មងតួស្រីក៏អញ្ចឹងទៀតចាប់ដើមនៅកន្លែងណាដែលគេចុះចិត្តថើបជាងគេទៅមានណាតួប្រុសក៏ថើបមាត់នាងតែម្ដងហើយកូនប្រុសយើងនឹងដូចរាល់ដងថើបគេហើយអៀនឡារីក៏ទៅចាប់មុខរបស់គេនឹងនិយាយថាធ្វើបានល្អលើកក្រោយពួកយើងនឹងធ្វើ French kiss ម្ដងដែលពួកគេចេញមកដែលសុកចេរិតក៏ហៅរាហានទៅទុកឲ្យឡារីចាំគេមួយផ្លែតភ្លាមនោះស្រាប់តែម្ដាយរបស់នាងក៏មកជួបនាងល្មមម្ដាយរបស់ឡារីគ្រាន់តែឃើញនាងភ្លាមក៏រត់មករកនាងផ្លែតគាត់ពិតជាបារម្ភនឹងនាងខ្លាំងណាស់តែនាងបានបាត់តាណាឡារីក៏វិដ័យរបស់គាត់ចេញដោយនេះឬគឺជាការបារម្ភរបស់គាត់ដែលមកអង្គុយរើសប្រេងម៉ាសានៅហាងល្បីនោះគាត់ក៏ថាមវាមកពីគាត់គឺជាលោកជំទាវឡារីក៏និយាយទៅថានាងមិនដឹងឃើញក្រដាស់ស្វែងរកនាងផងម្ដាយរបស់នាងក៏និយាយទៅថាគាត់មិនអាចធ្វើអ្វីបាននោះទេគាត់ពិតជាសុំទោសពិតមែនទោះស្រីមិនអាចទទួលយកវាបាននោះទេនាងក៏រត់ចេញទៅរត់សុកហើយក៏មាននរណាម្នាក់មកចាប់ដៃរបស់នាងហើយម្នាក់នោះគឺជារាហានគេក៏សួរនាងថាអ្នកណាគេធ្វើឲ្យនាងយំតួស្រីក៏អោបគេនឹងថានាងរត់ចេញមកដោយសារតែនាងនឹកគេដោយទូប្រុសដឹងតែម្ដងថានាងកុហកតែគេក៏មិនសួរនាំអីច្រើនទៀតដែរឃើញបែបនេះហើយរាហានក៏បបួលនាងទៅផ្ទះវិញតែម្ដងចំណែកឯតួស្រីនេះវិញក៏កំពុងគិតទៅផ្ទះតើនាងមានផ្ទះដែរឬទេនាងមិនដឹងទេនាងគ្រាន់តែសប្បាយចិត្តព្រោះថ្ងៃរបស់នាងជិតអស់ទៅហើយប្រហែលថ្ងៃក្រោយមកតួស្រីពិតជាចម្លែកខ្លាំងមែនតើនាងដូចជាមនុស្សដែលគ្មានព្រលឹងចឹងសំបីតែអបរាហានឥឡូវក៏នាងភ្លេចដែររាហានពិតជាចង់នៅក្បែរនាងណាស់ប៉ុន្តែគេត្រូវទៅប្រជុំពីសង្គ្រាមនៅថ្ងៃនេះគេពិតជាចង់ឲ្យនាងនិយាយប្រាប់គេណាព្រោះគេទាំងពីរគឺជាដៃគូនឹងគ្នាឡារីក៏បានទទួលសម្បត្តិពីម្ដាយរបស់នាងផងដែរដោយគាត់ពិតជាចង់ជួបនាងណាស់គាត់នឹងនៅចាំភោជនីយដ្ឋានម៉ោង5ថ្ងៃនេះតួស្រីក៏អានហើយនាងក៏យំហេតុអីវាមកកើតឡើងនៅពេលនេះនៅពេលឃើញឡារីមកជួបគាត់បែបនេះគាត់ពិតជាសប្បាយចិត្តណាស់គាត់ក៏ដាក់អាហារនៅមុខនាងតួស្រីក៏នឹកឃើញរូបភាពពីមុនដែលគាត់បាននិយាយថានាងគួរតែញ៉ាំក្នុងលក្ខណៈជាអភិជនបើនាងឡើងគីឡូនាងនឹងគ្មានតម្លៃនោះទេនៅមានទៀតដូចជាពេលរាយ៉ានមិនចង់ញ៉ាំជាមួយនាងគាត់ក៏ដេញឲ្យនាងទៅញ៉ាំបន្ទប់ខ្លួនឯងទៅងាកមកមើលស្នាមញញឹមឥឡូវនេះវិញវាពិតជាខុសគ្នាដាច់ស្រឡះតួស្រីក៏ចូលសាច់រឿងតែម្ដងនាងក៏សួរគាត់ក្រែងគាត់មានរឿងចង់និយាយនោះនាងមកទីនេះគ្រាន់តែមកស្ដាប់តែប៉ុណ្ណោះម្ដាយរបស់នាងក៏សុំទោសនាងគាត់មានរឿងជាច្រើនដែលគាត់ចង់សុំទោសដែលគាត់មិនទាំងដឹងថាគួរចាប់ដើមពីកន្លែងណាផងប៉ុន្តែអ្វីដែលគាត់សោកស្ដាយបំផុតនោះគឺគាត់មិនបានយកចិត្តទុកដាក់នឹងមើលថែនាងបានល្អគាត់ទើបតែដឹងថានាងពិតជាមានតម្លៃយ៉ាងណាសម្រាប់គាត់នៅពេលដែលបាត់បង់នាងទៅគាត់ពិតជាភ្ញាក់ផ្អើលណាស់ដែលនាងចេញទៅភ្លាមគ្មាននរណាខ្វាយខ្វល់ពីគាត់ឡើយសូម្បីតែឪពុករបស់នាងក៏មកស្ដីឲ្យគាត់បន្ថែមទៀតនៅពេលនេះហើយដែលគាត់ដឹងថានៅពេលដែលគាត់ឈឺឡារីតែម្នាក់ប៉ុណ្ណោះដែលមករកគាត់មកពីគាត់ល្ងងទើបមិនដឹងថាមានតែឡារីនោះទេដែលខ្វល់ពីគាត់ស្ដាប់ហើយទូស្រីក៏គិតថាម្ដាយរបស់នាងនៅតែមិនដឹងថានាងឈឺចាប់ដោយសារអ្វីនាងក៏អរគុណគាត់ដែលបានសុំទោសហើយនាងក៏ត្រឡប់ទៅវិញមុននឹងចាក់ចេញទៅម្ដាយរបស់នាងក៏និយាយម្ដងទៀតថាគាត់ពិតជាសុំទោសចេញពីចិត្តពិតមែន
ភ្លាមនោះក៏មានមនុស្សមកវីនាពីក្រោយឲ្យស្លាប់ទៅដោយនោះគឺជាឪពុករបស់នាងនេះឯងហើយគេក៏និយាយថាឃើញទេគេប្រាប់ហើយវាគ្មានផ្លូវទេដែលនាំកូនស្រីដែលរត់ចេញពីផ្ទះឲ្យត្រឡប់មកវិញដោយការសុំទោសនោះទីបំផុតនាងក៏ត្រូវមកជាប់ខ្នោះដៃដូចជាអ្នកទោសដោយវាគឺជាច្រវាក់ប្រឆាំងនឹងវេទមន្តផងដែរហើយនាងក៏ត្រូវឃុំខ្លួននៅបន្ទប់នេះដដែលទូស្រីពេលនេះខ្សោយណាស់ដោយនាងមិនបានញ៉ាំអីតាំងពីម្សិលមិញមកម្លេះដូច្នេះហើយនាងមិនអាចធ្វើអ្វីបាននោះទេភ្លាមនោះអែនក៏មកមុខបន្ទប់នេះដោយនិយាយខ្សឹបៗដោយនាងពិតជាចង់ជួយឡារីណាប៉ុន្តែឡារីហាមឃាត់ព្រោះមិនចង់ឲ្យនាងមានបញ្ហានោះឡើយយ៉ាងណាមិញនាងក៏មិនអង្គុយស្ងៀមមើលម្ចាស់ខ្លួនត្រូវរងទុក្ខបែបនេះនោះទេព្រឹកឡើងពួកគេនឹងដាក់ទោសឡារីហើយអែនក៏ទៅប្រាប់លោកធ្មប់ចូលប្រាក់ក៏បានមកដល់ឪពុកកូនដ៏ថោកទាបមួយគូនេះក៏ធាក់ទ្វារចូលមកឃើញថាមុខមាត់របស់រាយានេះឡើងទុសាច់តែម្ដងនាងក៏មិនដឹងថាមកពីអីដែរប៉ុន្តែសំមុខគេហើយឪពុកក៏ចាប់ដើមនិយាយថាគាត់បានឃុំនាងនៅក្នុងនេះហើយនាងមើលទៅដូចជាគ្មានចេះកែស្អីសោះកែនាងអត់មានធ្វើអីខុសទេតែនាងគួរតែកែប្រែអ្វីទៅឬហើយឪពុកចិត្តកំណាចនេះក៏ទះមុខរបស់ឡារីដោយប្រើវេទមន្តផងដែរជាច្រើនគាត់ខឹងណាស់គាត់បានចំណាយប្រាក់ជាច្រើនចិញ្ចឹមនាងឡើងមកហើយនាងរត់ទៅនៅជាមួយនឹងអាបិសាចនោះទៅវិញមិនអស់ចិត្តទេនៅឲ្យវាមកបំផ្លាញមុខមាត់របស់បងនាងទៀតនាងនឹងនៅក្នុងបន្ទប់នេះរហូតតតែនាងដឹងកំហុសខ្លួនឯងចំណែកអារាយានេះវិញណាឈរញញឹមពេញចិត្តណាស់គេក៏ដើរចូលមកជិតនាងនិងចាប់កអាយរបស់នាងដោយនិយាយថាមើលតែនាងពិតជាអាម៉ាស់មុខណាស់ហើយពេលនេះកែវភ្នែករបស់តួស្រីក៏មុតតែម្ដងមិនចាំយូរទេនាងក៏ខំដៃរបស់គេគ្រប់តែម្ដងឃើញទង្វើនឹងរកពីរបស់ឡារីពេលនេះហាក់ដូចជាសត្វអញ្ចឹងគេក៏ថាឲ្យនាងជាបិសាចហើយក៏រត់ចេញទៅដោយមិនភ្លេចប្រាប់សើចូលទេឲ្យបិទទ្វារជិតហើយគេក៏និយាយបន្តទៀតថាឪពុកគេពិតជានិយាយត្រូវណាស់ Candy ពិតជាបានផ្លាស់ប្ដូរនាងតួស្រីធ្វើអ្វីមិនបាននាងនឹកឃើញតែពីរាហានម្នាក់តែប៉ុណ្ណោះភ្លាមនោះអែនក៏មកប្រាប់នាងថាមានអ្នកមកជួយឡារីហើយដោយសើចូលបានផ្ញើសារទៅរាហានដែលពេលនេះរាហានកំពុងតែស្ថិតនៅមុខភូមិគ្រឹះរបស់ប្លង់ឈីលោកប្លង់ឈីចេញទៅក៏ធ្វើកាំងណាអ្នកណាគេហ៊ានមកគ្មានប្រាប់មុនពិតជាឆ្លើយមែនតែនមិនចាំយូរទេរាហានក៏ប្រាប់ទៅគេថាគេមកទីនេះដើម្បីយកគូស្នេហ៍របស់គេត្រឡប់ទៅវិញតាកាចាស់នេះវិញធ្វើដូចជាមិនដឹងហើយនិយាយថាគូស្នេហ៍លោកជានរណាខ្ញុំមិនដឹងទេខ្ញុំមកយកឡារីយ៉ាទៅវិញលោកជានរណាហ៊ានមកភូមិគ្រឹះខ្ញុំហើយចង់យកកូនស្រីខ្ញុំទៀតដោយមើលតាក់មុខរបស់រាហានពេលនេះគឺគេមិនមែនមកសុំការយល់ព្រមពីខ្លួននោះទេតាកាចាស់នេះក៏រៀងខ្លាចបន្តិចដែររាហានឲ្យគេយកឡារីចេញមកលឿនព្រោះថាខ្លួននឹងធ្វើអ្វីគ្រប់យ៉ាងឲ្យតែបានគូស្នេហ៍របស់គេមកវិញតួស្រីនៅលើនេះវិញក៏ឃើញរាហានផងដែរនាងមិនចាំយូរទេក៏តែយកកណាត់វាំងណូនមកបំបែកកញ្ចក់ទ្វារវេរ៉ង់ដានេះតែម្ដងបំបែកចាញ់រួចហើយនាងក៏ស្រែកហៅរាហាននឹងលោតចុះទៅក្រោមដោយសើចូលក៏ប្រើវេទមន្តជួយទប់ឲ្យនាងធ្លាក់មកក្នុងដៃរាហានផងដែរឃើញស្នាមរបួសនៅលើមុខរបស់ឡារីគេក៏សួរនាងថាតើនរណាជាអ្នកធ្វើវារាហានក៏ងាកទៅតាកញ្ចាស់សក់ក្រហមនោះហើយនិយាយថាយើងនឹងសម្លាប់ឯង